សួស្តីបងប្អូនទាំងអស់គ្នាបាទបងប្អូនទាំងអស់គ្នានេះគឺផ្សែងខ្មួលខ្មាញ់ខ្លាំងមែនទែនចេញពីទិសផ្លូវ58ផ្លូវហ្នឹងគឺជាផ្លូវដែលយើងបុកទៅកាន់ភូមិជោគជ័យភូមិព្រៃច័ន្ទណាប៉ុន្តែខ្ញុំអត់ដឹងថាជាផ្សែងអ្វីទេបាទនេះគឺផ្សែងខ្លាំងមែនទែនហើយផ្សែងនេះគឺឆេះរយៈពេលរៀងយូរដែរហើយខ្ញុំទៅឃើញមិញផ្សែងខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាមើលហើយខ្ញុំថតទីនេះគឺរៀងឆ្ងាយពីកន្លែងផ្សែងនឹងដែរថតចេញពីទីរួមប្រជុំជនតែម្ដងនៅក្នុងក្រុងប៉ោយប៉ែតណាហើយទីនេះប្រហែលជាខ្ញុំគិតថាអាចជាឆេះព្រៃឆេះសម្រាមអីក៏មិនដឹងដែរព្រោះផ្សែងខ្មៅហ្នឹងវាអាចនឹងឆេះសម្រាមច្រើនជាងបាទនេះគឺខ្មួលខ្មាញ់តែម្ដងផ្សែងហើយបងប្អូនទាំងអស់គ្នាសូមមានការប្រុងប្រយ័ត្នទាំងអស់គ្នាផងពីព្រោះផ្សែងនេះអាចធ្វើឲ្យរីករាលដាលដល់ផ្ទះបងប្អូនទាំងអស់គ្នាហើយណាមួយប្រទេសយើងក៏អត់ទាន់មានសុវត្ថិភាពដែរដូច្នេះសូមបង្កើតឬក៏បង្ការនៅភាពប្រុងប្រយ័ត្នទាំងអស់គ្នាផងដែរកុំឲ្យមានការឆេះតើទៅនឹងការផ្ទុះហ្គាសក៏ដោយផ្ទុះខ្សែភ្លើងក៏ដោយឬក៏បង្កហេតុណាមួយបើសិនជាយើងមិនបង្ការទេវាអាចធ្វើឲ្យមានការហានិភ័យហើយធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងតែម្ដងបាទសូមអរគុណដូចធ្វើដែលងើបសិតតែមិនត្រូវទៅងើបសិតឈ្មោះ ងប់នេះសិនបែងត្រូវអូដាច់អស់លីងហ្មងមើលតុនោះលសអស់តុកបាទបងប្អូនអស់នេះបងក៏ធ្លាក់ចំអូវាគិតថាឡើយនេះទៅទីទាហានក៏មិនដឹងនេះត្រង់សេពេលហ្នឹងគេជីត្រង់សេនៅបងអត់ហ៊ាននៅបើគ្រាប់ធ្លាក់អញ្ចឹងនេះនៅមិនកើតត្រូវរត់ទូថ្ងៃនោះឯងជីដូចអូជីនៅធ្លាក់ចំអត់សុវត្ថិភាពទេកូនក្មេងនេះបងប្អូនអើយមើលសង្វែកតក់ស្លុតឃើញអាសត្វសៀមនេះគឺធ្វើបាបយើងមែនទេនេះហើយបើមើលដើមស្វាយត្រូវក្របស្លោកងាប់អស់នេះគេហ្មងនេះអាមលុកយកទៅធំនឹងភ្លេកអូកន្លែងនេះវាយកក្របបៀមនៅហ្នឹងឯងបងកតុយអូក្របវាតាដល់ហើយនេះពិតមែនតែនណាអានេះក្របប៉ិនកពួនប៉ិនកផ្លូវហ្នឹងក្របអត់ទុកនេះមើលនៅសល់ស្នាមទាំងអស់នេះបងប្អូនអត់ឮលោកគ្រូសែនឡាយនិយាយអត់ដឹងខ្ញុំគិតថាធម្មតាលេងមកមើលម៉ែនេះភ្លុះដបូលពីលើតាមចេកមកមានលងធំអត់បងតោះបងប្អូនទៅមើលលងធំទាំងអស់គ្នាមើលនេះសើក្របធ្លាក់ទឹកនេះពីនលងពីនដៅដល់កហើយបងប្អូននេះអ្នកក្រោយរឹមបាយតោះទៅមើលទាំងអស់គ្នាមើលនេះអូនេះបងប្អូនទាំងគ្នានេះអាធំនេះគេយកក្របចេញអស់ហើយណាបងណាពីម៉ាក់យកចេញហើយនេះធ្លាក់គៀនផ្ទះតែម្ដងបើធ្លាក់ចូលផ្លូវបែបនេះអូផ្ទះនេះរងផលប៉ះពាល់អត់បងត្រូវក្របអត់ត្រូវទាំងអស់ផ្ទះនេះត្រូវដែរដូរថ្មីទាំងអស់បាទនេះសាដូរទៅអ៊ំនៅអាមេរិកបាទបាយអីគេមិនគ្របអូដៃនេះមិនមកពីផ្ទះទេអានោះឯងជិះមកពីនេះបាទដៃនេះជិះមកពីនោះបានមកកណ្ដោ
đó ơi mở rồi nặng khlang bên tên này